ចាកសិកម្មឆ្នាំ2026នេះមានបញ្ហាដោយសារកណ្ដុរបាទចាសត្វកណ្ដុរចាអញ្ចឹងហើយអាចនឹងថ្នាំស្លាប់សត្វកណ្ដុរលក់ដាច់ទៀតហីទៅត្រូវការសម្រាប់ចាបើស្មាតូអ្នកបងប្អូនកសិករចាស់ពីដើមគាត់ច្រើននិយាយថាសត្វចង្រៃចាអញ្ចឹងយើងត្រូវបំរុងការពារទុកមុនចាហើយចំណុចមួយទៀតពាក់ព័ន្ធនឹងវិស័យកសិកម្មចាវិស័យកសិកម្មឆ្នាំនេះក៏យើងព្យាយាមស្តុកទឹកព្រោះដោយសារប្រឈមនឹងការរាំងស្ងួតដោយសារក្តៅថ្ងៃខ្លាំងពេកគឺវាឲ្យខ្សោះទឹកខ្សោះអញ្ចឹងទៅស្តុកទឹកបើមិនអញ្ចឹងទេវិស័យកសិកម្មយើងនឹងប្រឈមនឹងបញ្ហាខ្វះកង្វះទឹកបាទចានឹងចំណុចនេះជាចំណុចដែលសំខាន់ចាហើយមួយទៀតវាជាចំណុចមួយដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចនៅក្នុងឆ្នាំ2026នេះបើសិនជានៅក្នុងថ្នាក់ដែលសាមញ្ញគេហៅថាមានឱកាសនឹងចរន្តលុយដើរល្អចាដោយសារតែមានការ start up អ្វីដែលថ្មីចាបង្កើតអ្វីដែលថ្មីនៅក្នុងឆ្នាំ2026នេះច្រើនមានរបបកំហើញថ្មីដូចជាខាងវិទ្យាសាស្ត្រផ្នែកតកតងនឹងថ្នាំក៏រកឃើញប្រភេទថ្នាំដែល special សំខាន់ក្នុងការព្យាបាលក៏អាចរកឃើញនៅក្នុងឆ្នាំ2026នេះដែរបាទចា